សូមស្វាគមន៍មកកាន់ The Breaking Point អាមេរិកបានដកការហាមឃាត់លក់អាវុធឲ្យកម្ពុជាប្រភព200ដថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហ័សបានលើកបំរាមលក់អាវុធការពារជាតិជាមួយប្រទេសកម្ពុជាបន្ទាប់ពីប្រធានាធិបតី Donald Trump បានត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសជិតខាងថៃកាលពីសប្តាហ៍មុនរដ្ឋបាលរបស់អ្នកកាន់តំណែងមុនរបស់លោក Trump គឺលោក Joe Biden បានដាក់បំរាមលក់អាវុធទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងឆ្នាំ2021ដោយលើកឡើងពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់យោធាចិននៅក្នុងប្រទេសក៏ដូចជាសិទ្ធិមនុស្សនិងអំពើពុករលួយដែលត្រូវបានចាប់ប្រកាន់បន្ទាប់ពីលោក Trump ត្រូវបានគេសរសើរថាបាននាំប្រទេសថៃនិងកម្ពុជាមកកាន់តុចរចាដើម្បីដោះស្រាយការប្រយុទ្ធគ្នានៅតាមព្រំដែនរួមរបស់ពួកគេដែលបានផ្ទុះឡើងក្នុងខែកក្កដាលោក Marco Rubio រដ្ឋមន្ត្រីការបរទេសបានលើកបំរាមទាំងនេះបើយោងតាមការជូនដំណឹងមួយនៅក្នុងបញ្ជីសហព័ន្ធសេចក្តីជូនដំណឹងនេះបាននិយាយថាដោយផ្អែកលើការស្វែងរកសន្តិភាពនិងសន្តិសុខយ៉ាងយកចិត្តទុកដាក់របស់កម្ពុជារួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនលោករដ្ឋមន្ត្រីការបរទេសបានធ្វើការបដិញ្ញាចិត្តលើបំរាមលក់អាវុធការពារជាតិជាមួយប្រទេសកម្ពុជាសេចក្តីជូនដំណឹងនេះបាននិយាយថាការលក់អាវុធដល់ប្រទេសកម្ពុជាឥឡូវនេះនឹងត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗនិងស្ថិតនៅក្រោមលក្ខណៈវិនិច្ឆ័យពាក់ព័ន្ធវាមិនច្បាស់ទេថាតើក្តីបារម្ភរបស់សហរដ្ឋអាមេរិកលើឥទ្ធិពលយោធាចិននៅកម្ពុជាត្រូវបានដោះស្រាយហើយឬអត់មន្ត្រីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយបានលើកឡើងពីក្តីបារម្ភអំពីការពង្រីកមូលដ្ឋានទ័ពជើងទឹករៀមរបស់ប្រទេសចិនដែលអាចផ្ដល់ឲ្យប្រទេសចិននៅប៉ុស្តិ៍យាមមួយនៅជិតដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូងក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បាននិយាយបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទីសីហានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រថាលោកបានយល់ព្រមចាប់ផ្ដើមសម្យុទ្ធយោធាទ្វេភាគីដ៏សំខាន់របស់យើងជាមួយកម្ពុជាលោក Trump កាលពីដើមសប្តាហ៍នេះមានវត្តមាននៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានពង្រឹងរវាងប្រទេសថៃនិងកម្ពុជានៅប្រទេសម៉ាឡេស៊ីដែលបានបង្កើតឡើងនៅលើបទឈប់បាញ់ពីមុនកិច្ចព្រមព្រៀងនោះបានកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទរបស់លោក Trump បានបំបែកភាពជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសថៃនិងកម្ពុជាក្នុងរយៈពេលជាមួយតែសវត្សរ៍ដែលបានសម្លាប់ទាហានរាប់សិបនាក់និងធ្វើឲ្យជនស៊ីវិលរាប់រយរាប់ពាន់នាក់ផ្លាស់ទីលំនៅលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថាលោកបានតែងតាំងលោក Trump សម្រាប់រង្វាន់ Nobel សន្តិភាពដោយសារតួនាទីរបស់លោកក្នុងការបញ្ចប់ការប្រយុទ្ធគ្នា